ngày ní dương mà xoay vô bị xa thiết salicylic acid vinh mà đòn qua miền tu ngày môn nắng cứ skin care miền triệt bà rót hai nắng salicylic acid chắc là ta salicylic acid nắng ngày kể anh nắng cứ chiaประเภท beta hydroxy acid แต่គេប្រើនៅក្នុងផលិតផល skin care ដើម្បីជួយជំរុះកោសិកាចាស់ៗជួយរក្សាតុល្យភាពជាតិប្រេងនៅលើស្បែកជួយកម្ចាត់ការស្ទះរុនរោមផ្សេងៗហើយជួយស្បែកយើងភ្លឺថ្លាមានសុខភាពល្អចឹងទៅហើយផលវិបាកវាមានអីខ្លះបើសិនជាយើងប្រើច្រើនពេកឬក៏កម្រិតភាគរយខ្ពស់ពេកគឺអាចធ្វើឲ្យរនាំងការពារស្បែកស្រទាប់ខាងលើយើងនឹងវាក្រហមរមាស់ប្រតិកម្មអីចឹងទៅដូចថាកាហាយត្រូវទឹកក៏កាហាយធម្មអត់ត្រូវអីក៏កាហាយដែរហើយពេលខ្លះបើសិនជាយើងអត់ថែទាំទៀតត្រូវអានឹងច្រើនអាចបណ្ដាលដល់ជាប់អីផ្សេងៗក៏មានដែរឥឡូវយើងនិយាយពីស្តង់ដារតើគេឲ្យប្រើប្រមាណភាគរយអានឹងទូទាំងពិភពលោកដូចកូរ៉េញូហ្សេឡង់អូស្ត្រាលីអាមេរិកអីហ្នឹងគឺភាគច្រើនគឺ 2% ម៉ាក់កម្រិត maximum ហ្មង 2% សម្រាប់ផលិតផលជំរុះកោសិកាលក់ទូទៅនៅលើទីផ្សារបើសិនជាផលិតផលហ្នឹងយកទៅដាក់នៅក្នុងលេឬក៏ដាក់នៅក្នុងគ្រីមលាបមាត់ឬក៏ដាក់ក្នុង roll on deodorant អីហ្នឹងដែលយើងប្រើជាប្រចាំថ្ងៃគេឲ្យកម្រិតតែ 0.5% ទេមួយទៀតសម្រាប់ medical product លក្ខណៈថា skin care ហ្នឹងតើមានវេជ្ជបញ្ជាទើបអាចទិញបានអញ្ចឹងគេហៅថាពួកថ្នាំពេទ្យហ្នឹងគឺកម្រិតវាអាចឡើងពី 2% ទៅ 3% ចន្លោះហ្នឹងអាហ្នឹងគេហៅថាលេថ្នាំពេទ្យអីចឹងទៅបន្ទាប់មកកម្រិតខ្ពស់ជាងហ្នឹងទៀតគេហៅថា medicine ដូចលក្ខណៈដូចស្មើនឹងថ្នាំពេទ្យតែអាហ្នឹងបើយើងប្រើវាទៅ clinic ផ្ទាល់តែម្ដងកម្រិត salicylic acid ហ្នឹងគឺខ្ពស់ទៅដល់ 12 ទៅ 40% ដោយសារកម្រិតហ្នឹងខ្ពស់បើយើងអត់ចេះប្រើយើងគ្មានជំនាញយើងមិនបានសិក្សា trend ច្បាស់លាស់អាចធ្វើឲ្យខូចស្បែកឲ្យលាក់លួយស្បែកចឹងទៅដូច្នេះហើយទៅអាកម្រិតភាគរយហ្នឹងគេហៅថា medicine ស្មើនឹងថ្នាំពេទ្យហើយគេប្រើតែនៅក្នុងកន្លែង clinic អីផ្សេងហ្នឹងស្តង់ដារនៅប្រទេស New Zealand ណាខ្ញុំនិយាយហ្នឹងខ្ញុំឆែកមើលស្តង់ដារនៅសហរដ្ឋអាមេរិកគឺដូចគ្នាទាំងអស់ខុសគ្នាត្រង់តែចំណុចចុងក្រោយទេ medicine ហ្នឹងគឺអាមេរិកគឺ 17 ទៅ 40% New Zealand 12 ទៅ 40% ខុសគ្នាបន្តិចកន្លែងហ្នឹងឯងអញ្ចឹងសរុបទៅសារធាតុ salicylic acid មិនមែនជាសារធាតុដែលគួរឲ្យខ្លាចដែលមានផលប៉ះពាល់អីទេគ្រាន់តែថាយើងត្រូវប្រើនៅក្នុងកម្រិតភាគរយដែលត្រឹមត្រូវហើយបើសិនជាយើងប្រើកម្រិតភាគរយខ្ពស់ដូចជា 2% យើងត្រូវយល់ដឹងពីការប្រើប្រាស់វាឧទាហរណ៍ទឹកជំរុះកោសិការបស់ Labor នេះផលិតនៅប្រទេស New Zealand ហើយមាន salicylic acid 2% ក្នុងការប្រើប្រាស់ជាទូទៅអ្នកជំនាញ recommend ថាមួយអាទិត្យប្រើ1ដងទៅ3ដងអាស្រ័យទៅលើប្រភេទស្បែករបស់អ្នកប្រើប្រាស់ហើយប្រើទៅអត់មានផលប៉ះពាល់ទៅដល់សុខភាពឬស្បែកទេបើយើងប្រើបានត្រឹមត្រូវមានតែជួយស្បែកយើងម៉ត់អលោងជួយបញ្ហាមុនក្បាលខ្មៅនិងជួយកាត់បន្ថយបញ្ហាស្ទះរុនរោម